make up ខ្ញុំថ្ងៃហ្នឹងហើយប៉ុន្តែមើលទៅ slick slay ដូចបាត់អីម្យ៉ាងក៏ប៉ុន្តែបាត់ក្រែមតោះអ្នកនរគ្នាមករើសក្រែមជាមួយខ្ញុំ to complete this makeup look នេះគឺជាក្រែម L'Oreal Paris Infallible Lac Resistant មុននឹងលាបលើបបូរមាត់យើងត្រូវក៏លុបវា5វិនាទីដើម្បីឲ្យវាចេញពណ៌បានដិតល្អហើយពណ៌ដំបូងដែលខ្ញុំប្រើនេះគឺ Rouge Confident ហើយនឹង2ពណ៌ទៀតដែលខ្ញុំនឹងតេស្តក្រែមនេះមានរហូតដល់10ពណ៌សម្រាប់ឲ្យយើងជ្រើសរើសក្រែមនេះជាប្រភេទក្រែមបែបរលោង lacquer ដែលយើងលាបទៅសាច់វាស្រាលទន់មែនតើដូចយើងអាចបានលាបចឹងនៅក្នុងក្រែមនេះក៏ផ្ទុកសារធាតុមួយយ៉ាងដែលហៅថា squalane ដែលជួយផ្ដល់សំណើមលើមាត់របស់យើងមិនធ្វើឲ្យស្ងួតប្រេះរួមជាមួយនឹងបច្ចេកវិទ្យា film forming ដែលធ្វើឲ្យក្រែមមួយនេះជាប់បានយូរមិនបតាក់ហើយមិនប្រែពណ៌ដូចខ្ញុំតេស្តជាមួយនឹងกระดาษជូតមាត់មួយនេះគឺវាអត់មានបតាក់នៅលើกระดาษជូតមាត់នេះទេសូម្បីតែពេលខ្ញុំផឹកទឹកក៏វាអត់មានជាប់នឹងកែវទឹកនឹងពេលហ្នឹងខ្ញុំឡើង surprise ឥឡូវយកមកចូលពណ៌ទី2គឺពណ៌ wasted ពណ៌ហ្នឹងក៏ល្បីដែរដល់ពេលលាបទៅវាស្តៀងពណ៌បបូរមាត់របស់ខ្ញុំពណ៌លេខ2នេះក៏ស្តៀងពណ៌លេខ1ដែរគ្រាន់តែពណ៌នេះវារាងសកុតសង្គមជាងហើយពណ៌លេខ1ហ្នឹងវារាងទឹកក្រូចតែមានអីសមនឹង skin tone របស់ខ្ញុំដែរតាហើយចូលពណ៌ទី3នេះគឺពណ៌ Paris Sunset និយាយទៅខ្ញុំមិនដែលមានពណ៌នេះអ្នកនរគ្នាពណ៌នេះលាបទៅវាបែកកាឈុកចាស់ប៉ុន្តែមើលទៅមានអីស្រស់ស្រាយគិតថាពណ៌ហ្នឹងក៏ស៊ីជាមួយនឹងសក់ខ្មៅរបស់ខ្ញុំនឹងដែរខ្ញុំស្រឡាញ់ក្រែមហ្នឹងដោយសារតែជាប់រហូតដល់16ម៉ោងមិនដែរទាំងអស់គ្នា3ពណ៌ហ្នឹងពណ៌មួយណាសមមួយខ្ញុំជាងគេសម្រាប់ពណ៌មានបន្ថែមអាច follow ទៅកាន់ Facebook page មក TikTok ក៏អាចទៅផ្ទាល់នៅ Aeon Mall Lucky Supermarket Goodie និង Non Plus ផងដែរ